មីយ៉ាន់ម៉ារកឃើញកំណត់មានតម្លៃមហាសាលគឺជាត្បូងទទឹមយក្សទម្ងន់ 11,000 ការ៉ាត់ថ្មីនេះពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរកឃើញត្បូងទទឹមដ៏ធំសម្បើមមួយដែលមានទម្ងន់ដល់ទៅ 11,000 ការ៉ាត់ឬប្រហែល 2.2 គីឡូក្រាមនៅក្នុងតំបន់ម៉ូកូដែនដីម៉ាន់ដាឡេប្រទេសមីយ៉ាន់ម៉ាតាមព័ត៌មានបានឲ្យដឹងថាត្បូងទទឹមយក្សនេះត្រូវបានកម្មកររ៉ែរកឃើញកាលពីពាក់កណ្ដាលខែមេសាឆ្នាំ 2026 កន្លងទៅនៅក្នុងតំបន់ម៉ូកូដែលជាមជ្ឈមណ្ឌលឧស្សាហកម្មត្បូងពេជ្រដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ាយ៉ាងណាមិញទោះបីជាវាមានទម្ងន់ត្រឹមតែពាក់កណ្ដាលនៃត្បូងទទឹមដែលបានរកឃើញនៅក្នុងឆ្នាំ 1996 កន្លងទៅក៏ដោយប៉ុន្តែអ្នកជំនាញបានវាយតម្លៃថាត្បូងទទឹមថ្មីនេះអាចនឹងមានតម្លៃខ្ពស់ជាងដោយសារវាមានគុណភាពល្អឥតខ្ចោះទាំងពណ៌និងភាពថ្លាដែលទីផ្សារពិភពលោកត្រូវការត្បូងទទឹមថ្មីនេះដែរមានពណ៌ក្រហមលាយស្វាយនិងមានពន្លឺឆ្លុះចាំងយ៉ាងស្រស់ស្អាតដែលត្រូវបានចាត់ទុកថាជាកម្រិតពណ៌ដែលមានគុណភាពខ្ពស់បំផុតលក្ខណៈសម្បត្តិទាំងនេះហើយដែលបានធ្វើឲ្យវាក្លាយជាត្បូងដែលទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់អ្នកជំនាញគ្រឿងអលង្ការអន្តរជាតិគួរឲ្យដឹងដែរថាប្រទេសមីយ៉ាន់ម៉ាគឺជាប្រភពផលិតត្បូងទទឹមដ៏ធំបំផុតនៅលើពិភពលោកដោយត្រូវបានគេប៉ាន់ប្រមាណថាមានចំណែករហូតដល់ 90% នៃបរិមាណត្បូងទទឹមសរុបនៅលើពិភពលោកដែលភាគច្រើនបានមកពីតំបន់ម៉ូកូនិងម៉ុងហូស៊ូទោះបីជាយ៉ាងណាក៏ដោយចំណូលដែលបានមកពីការជួញដូរត្បូងនៅក្នុងប្រទេសមីយ៉ាន់ម៉ាតែងតែរងការរិះគន់ពីអង្គការសិទ្ធិមនុស្សព្រោះវាត្រូវបានគេមើលឃើញថាជាប្រភពថវិកាដ៏សំខាន់សម្រាប់ជួយទ្រទ្រង់ដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងការធ្វើសកម្មភាពផ្សេងៗក្រោយពីការរកឃើញត្បូងទទឹមយក្សនេះត្រូវបានគេយកទៅដាក់បង្ហាញជូនលោកមីនអុងលៀងមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដើម្បីធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅក្នុងទីក្រុងណៃពីដោដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិដ៏មហាសាលរបស់ជាតិសូមអរគុណ